ទាហានថៃបាញ់គំរាមអនុព័ន្ធយោធាបរទេសចំនួន5លើកខណៈពេលចុះពិនិត្យព្រំដែននៅខេត្តឧត្តរមានជ័យក្រសួងការពារជាតិកម្ពុជាបានប្រកាសថាទាហានថៃបានប្រើកាំភ្លើងវែងប្រភេទ M16 និង M79 បាញ់ប្រហារចំនួន9គ្រាប់គំរាមទៅដល់មន្ត្រីអនុព័ន្ធយោធាចំនួន5លើកខណៈកំពុងចុះត្រួតពិនិត្យនៅតាមព្រំដែនច្រកអូស្មាច់ខេត្តឧត្តរមានជ័យក្រោយបាត់ឈប់បាញ់ចូលជាធរមានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាថាបានលើកឡើងថាការបាញ់ប្រហារនេះធ្វើឡើងតាំងពីវេលាម៉ោង 10:30 នាទីរហូតដល់ម៉ោង 11:09 នាទីព្រឹកថ្ងៃទី29 ខែមេសាឆ្នាំ2026នេះក្រសួងបញ្ជាក់ថាមុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសទៅកាន់ព្រំដែនគឺក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគរបស់កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគរបស់ថៃរួចរាល់អស់ហើយប៉ុន្តែទង្វើរបស់យោធាថៃផ្ទុះអាវុធបង្កហេតុនេះគឺគួរឲ្យសោកស្ដាយជាទីបំផុតវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែន